ប្រៃមុនសូមជម្រាបសួរសាលាប្រៃមុនមានទទួលបង្រៀនភាសាខ្មែរចិនអង់គ្លេសចាពេញម៉ោងនិងក្រៅម៉ោងចាពីខែច័ន្ទរហូតដល់ខែសុក្ររយៈពិសេសសៅរ៍អាទិត្យចាហើយសាលាប្រៃមុនក៏មានទទួលមើលទៅពី3ខែរហូតដល់5ឆ្នាំផងដែរចាសេវាកម្មទទួលមើលគឺខែច័ន្ទរហូតដល់ថ្ងៃសៅរ៍ចាពីម៉ោង9ព្រឹករហូតដល់ម៉ោង6ល្ងាចចាបងប្អូនមានចំណាប់អារម្មណ៍អាចទៅកាន់សួរគាត់មានអធិការផ្ទាល់នៅភូមិស្នាមទី1សកម្មភាពធំក្រុងច្បារមនខេត្តកំពង់ស្ពឺចាទីតាំងគឺនៅតាមបណ្ដោយផ្លូវជាតិលេខ4នៅខាងកើតទីពេទ្យបង្អែកខេត្តចម្ងាយ200ម៉ែត្រនិងទល់មុខ Clinic A Salon ចាឬក៏មួយទៀតអាចទៅតំណតាមលេខទូរស័ព្ទ096 34 91 536និងមួយខ្សែទៀត088 80 49 03ដងចាអរគុណចាអញ្ចឹងថ្ងៃនេះយើងត្រឡប់មកចូលមេរៀនថ្មីរបស់យើងមួយទៀតចាមេរៀនថ្ងៃមុនយើងបានរៀនហើយសួរឈ្មោះថាតើឈ្មោះអ្វីថ្ងៃនេះយើងចង់សួរថាតើគាត់ឈ្មោះអ្វីឬក៏នាមឈ្មោះអ្វីចាយើងនិយាយថាជាភាសាអង់គ្លេសចាអញ្ចឹងនៅក្នុងជាភាសាអង់គ្លេសជាភាសាអង់គ្លេសថាតើគាត់ឈ្មោះអ្វីយើងនិយាយថា what's his name what's his name what's មកពីថា what is ចា what ប្រែថាអ្វីស្អី is ប្រែថាគឺជានៅចា what's his name យើងអាចនិយាយពេញថា what is yes what's ឬក៏ what is his ប្រែថារបស់គាត់ name ឈ្មោះចា what's his name តើគាត់ឈ្មោះអ្វីចាអញ្ចឹងយើងអាចឆ្លើយតបគាត់ថា his name T example ឧទាហរណ៍គាត់ឈ្មោះ T his របស់គាត់ name names ចាអញ្ចឹង name នេះគឺមកពីថា name is ការគ្រប់គ្រងការរបស់ name is គឺ names T ចា his name T គាត់គឺឈ្មោះ T គាត់គឺចង់បន្ថែមព័ត៌មានថាគាត់មកពីខេត្តបាត់ដំបង he's from បាត់ដំបង province he's from បាត់ដំបង province ចា he's មកពីពាក្យថា he is ចា he is យើងដឹងថា he ប្រែថាគាត់ is គឺជានៅចា from ប្រែថាមកពីចា from មកពីបាត់ដំបងខេត្តបាត់ដំបង province ប្រែថាខេត្តចាអញ្ចឹងយើងប្រែទាំងអស់ទៅ what he from បាត់ដំបង province យើងប្រែថាគាត់មកពីខេត្តបាត់ដំបងចាអញ្ចឹងយើងឆ្ងល់ទៀតចង់សួរថាអ្នកនៅជិតខាងគាត់ឈ្មោះអីដែរចាជាមួយស្រីវិញម្ដងយើងសួរថា what's her name តើនាងឈ្មោះអ្វីចាអញ្ចឹង what យើងដឹងហើយថាប្រែថាអ្វីស្អី her is គឺជានៅ her របស់នាង name ឈ្មោះចាអញ្ចឹងយើងអាចជានិយាយជាទម្រង់ពេញឬទម្រង់លេខបានដែរ what's ឬក៏ what is her name ឬក៏ what's her name បានដូចគ្នាចាយើងប្រែទៅដែរថាតើនាងឈ្មោះអ្វីចាបន្តមកទៀតពេលដែលដៃគូយើងសួរបែបនេះហើយយើងអាចឆ្លើយទៅកាន់គាត់ពីថា her name's ស្រី example her name ស្រីគាត់ឈ្មោះស្រីចាប្រហែល his name T គាត់ឈ្មោះ T her name ស្រីគាត់ឈ្មោះស្រីអូខេអញ្ចឹងយើងដឹងហើយថា her ប្រែថានាងរបស់នាង names មកពាក្យថា name is ចាស្រីអញ្ចឹងយើងឈ្មោះស្រីហើយអញ្ចឹងយើងថា her name ស្រីតើគាត់ឈ្មោះសុំទោស her name ស្រីឈ្មោះរបស់គាត់គឺស្រីយើងចង់បន្ថែមព័ត៌មានទៅទៀតថានាងមកពីខេត្តសៀមរាប she's from Siem